មេរៀនទី10វិធីបូកដកប្រភាគលំហាត់ទំព័រទី64 1. រកភាពបែងរួមនៃប្រភាគខាងក្រោមវិធីដោះស្រាយចំណុចមួយនេះយើងគ្រាន់តែយកភាពបែងរបស់ប្រភាគនីមួយៗមកគុណគ្នានោះយើងនឹងបានភាពបែងរួមនៃប្រភាគបើនិយាយឲ្យខ្លីគឺភាគបែងគុណនឹងភាគបែងចំណុចក1 លើ 2 និង1 លើ 3 1 លើ 2 ភាពបែងរបស់វាគឺ 2 ហើយ1 លើ 3 ភាពបែងរបស់វាគឺ 3 ចេះគេបានភាពបែងរួមនៃប្រភាគគឺ2គុណនឹង3ស្មើ6ដូចនេះភាពបែងរួមនៃ1 លើ 2 និង1 លើ 3 គឺ 5 1 ចំណុចខ2 លើ 3 និង4 លើ 5 2 លើ 3 ភាពបែងរបស់វាគឺ3ហើយ4 លើ 5 ភាពបែងរបស់វាគឺ5គេបានភាពបែងរួមនៃប្រភាគគឺ3គុណនឹង5ស្មើនឹង15ដូចនេះភាពបែងរួមនៃ2 លើ 3 និង4 លើ 5 គឺ15កូ3 លើ 5 និង6 លើ 7 វិញយើងមើល3 លើ 5 ភាពបែងរបស់វាគឺ5ហើយ6 លើ 7 ភាពបែងរបស់វាគឺ7អញ្ចឹងគេបានភាពបែងរួមនៃប្រភាគគឺ5គុណនឹង7ស្មើនឹង35ដូចនេះភាពបែងរួមនៃ3 លើ 5 និង6 លើ 7 គឺ35